Hello សួស្តីបងប្អូនទាំងអស់គ្នា Welcome back to video ទី15ហើយណាបងហើយឥឡូវហ្នឹងចេះបានម្ហូបអីគេខ្លះហើយដល់វីដេអូទី15ហើយសម្រាប់ខ្ញុំថ្ងៃហ្នឹងគឺថាចេញពីរៀនមកមិនតាន់ទេគឺអ៊ីគាត់ជាអ្នកធ្វើគ្រឿងក្រៅទុកឲ្យហើយឥឡូវនេះខ្ញុំមកធ្វើការ review ជាមួយនឹងគ្រឿងដែលអ៊ីធ្វើទុកឲ្យគាត់បានប្រឡាក់សាច់មាន់ទុកទៅធ្វើការពេលព្រឹកដែរហើយឥឡូវនេះមានជាមួយនឹងត្រីគឺថាថ្ងៃហ្នឹងបានស្ងោរត្រីហ្នឹងណាបងមកអ៊ីគាត់ដាំទឹកហើយពុះហើយឥឡូវខ្ញុំមកធ្វើការបង់ត្រីចូលហើយយើងឲ្យត្រីយើងពុះហើយយើងដាក់ជាមួយនឹងផ្សិតយើងមកបន្តមកទៀតគឺធ្វើការភ្លក់សិនអត់ដឹងថាត្រូវគ្រឿងហើយនៅទេព្រោះអ៊ីគាត់បង់គ្រឿងហើយខ្លះដែរហើយខ្ញុំមកភ្លក់ហើយវារៀងស្ទើរប្រៃខ្ញុំក៏ថែមជាមួយនឹងអំបិលតិចទៅដើម្បីឲ្យវាចាប់ជាតិគ្នាហើយឆ្ងាញ់អីចឹងបងហើយស្ងោរត្រីអត់មានគ្រឿងអីច្រើនទៅគឺយើងដាក់តែអំបិលបីចែងស្ករបន្តិចហើយនឹងទឹកត្រីបន្តិចហើយឥឡូវមកញ៉ាំជាមួយខ្ញុំទាំងអស់គ្នាគឺថាឆ្ងាញ់ដែរហ្នឹងណាបងព្រោះអីបានស្ងោរត្រីហើយនេះគឺជាសកម្មភាពខ្លះដែលខ្ញុំរៀបចំអាហារយកទៅញ៉ាំនៅកន្លែងធ្វើការបងអ៊ីខ្ញុំជាអ្នកធ្វើឲ្យបើសិនជាតនេឬក៏មានពេលច្រើនគឺខ្ញុំនឹងងើបធ្វើម្ហូបពេលព្រឹកហើយថតឲ្យបងមើលណាបាយបាយអរគុណសម្រាប់ការមើលវីដេអូនេះដល់ចប់ណាបងតើទៅធ្វើការមួយខ្ញុំបាយបាយ